ជួយសង្គ្រោះហើយដូចជាខ្វះពេលទិញមែនបានជាមកទិញអីវ៉ាន់ចំពេលជិះម៉ូតូអញ្ចឹងមីងបើមិនទម្លាក់លេខឲ្យហើយតម្រាំតាទៅដល់ផ្ទះគេមិនទិញអស់ហើយមីងនឹងទេថាអ្នកប្រើទូរស័ព្ទនៅពេលបើកបរប្រឈមនឹងគ្រោះថ្នាក់ដល់ទៅ4ដងច្រើនជាងអ្នកមិនប្រើហេតុអីទៅពីព្រោះវាធ្វើឲ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍លើការបើកបរហើយធ្វើឲ្យប្រតិកម្មឆ្លើយតបរបស់អ្នកយឺតជាងមុនដូច្នេះអ្នកមិនអាចឈប់ទាន់ពេលវេលាទេប្រសិនបើមានថ្មើរជើងឆ្លងកាត់ឬឧបសគ្គនៅខាងមុខខ្ញុំសំទោសក្នុងមួយពព្រិចភ្នែកអ្នកអាចបំផ្លាញអនាគតរបស់អ្នកធ្វើឲ្យអ្នកដទៃរបួសឬស្លាប់និងធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកព្រួយបារម្ភទៀតផងចាមីងយល់ហើយលើកក្រោយមីងមិនធ្វើអញ្ចឹងទៀតទេ